ចាប់ហើយប្រទេសថៃពីក្លាសេដ្ឋកិច្ចអាស៊ីคล้ายទៅជាអ្នកជំងឺនៅអាស៊ីវិញនេះគឺជាការផ្សាយរបស់កាសែតដ៏ធំ Financial Times របស់អង់គ្លេសថាអញ្ចឹងថៃប្រែខ្លួនពីក្លាសេដ្ឋកិច្ចคล้ายជាអ្នកជំងឺនៅអាស៊ីហើយដំណឹងមួយទៀតនោះគឺកម្ពុជាអាចទិញអាវុធនានាពីសហរដ្ឋអាមេរិកបានហើយសហរដ្ឋអាមេរិកថ្ងៃម្សិលមិញទី3កុម្ភៈ2026តាមរយៈលោក Casey Barnett បានលើកឡើងថាសហរដ្ឋអាមេរិកលុបចោលការហាមឃាត់ចុងក្រោយនៃការលក់អាវុធមកឲ្យកម្ពុជាអញ្ចឹងទេយើងអាចទិញអាវុធនានាប្រព័ន្ធដែនអាកាសជាដើមដើម្បីទប់ទល់សត្រូវឈ្លានពានចូលមកជ្រៅប៉ុណ្ណានោះគឺយើងទិញទៅបើមានលុយណាប្រិយមិត្តគ្រប់ត្រដែរឬទេនេះគឺជាដំណឹងនឹងរៀបរាប់ទៅកាន់ប្រិយមិត្តពុកម៉ែបងប្អូនទាំងគ្នាជួយ share ម្នាក់មួយណា Subscribe ទាំងអស់គ្នានាថ្ងៃទី4កុម្ភៈ2026ម៉ោង 8:40 នាទីយប់ទៅហើយប្រិយមិត្តកំពុងតែធ្វើអ្វីដែរសូមជម្រាបរឿងប្រទេសថៃបាទប្រទេសអ្នកមានដែលគេប្រកាសក្តែងថាកម្ពុជាក្រកន្លះប្រទេសឥឡូវនេះអ្នកមានคล้ายខ្លួនទៅជាអ្នកជំងឺនៅអាស៊ីទៅហើយបាទមិនមែនកាសែតខ្មែរដែលនិយាយរឿងនោះទេ គឺកាសែតបរទេសអង់គ្លេសដ៏ធំ Financial Times និយាយអញ្ចឹងពីក្លាសេដ្ឋកិច្ចคล้ายជាមនុស្សឈឺ Financial Times ទម្លាយវិបត្តិជំរឿជើងមេឃដែលកំពុងយាយីប្រទេសថៃថានិយាយអីខ្លះទៅសម្ដាប់ទាំងអស់គ្នាសារព័ត៌មានដ៏ល្បីល្បាញ Financial Times បានចេញផ្សាយអត្ថបទវិភាគស៊ីជម្រៅមួយដែលកំពុងរង្គោះរង្គើទៅដល់តំបន់អាស៊ីដោយបានប្រសិទ្ធនាមថ្មីដល់ប្រទេសថៃថាជាមនុស្សឈឺនៃអាស៊ីគេថា Sick Man of Asia ការប្រមាននេះបានបង្ហាញពីសញ្ញាអាសន្ននៃស្ថានភាពសេដ្ឋកិច្ចដែលបានជាប់គាំងក្នុងអត្រាកំណើនត្រឹមតែ 2% អស់រយៈពេលជាច្រើនឆ្នាំមកហើយភាពស្រត់ចុះនេះបណ្ដាលមកពីការចុះខ្សោយនៃសសរស្តម្ភសំខាន់ៗរួមមានការប្រើប្រាស់ក្នុងស្រុកការផលិតក្នុងវិស័យឧស្សាហកម្មនិងវិស័យទេសចរណ៍ដែលមិនទាន់អាចងើបឡើងវិញបានពេញលេញអតីតម្ចាស់រហស្សនាមខ្លាសេដ្ឋកិច្ចរូបនេះបាទប្រទេសថៃនឹងឯងគេឲ្យរហស្សនាមថាជាខ្លាសេដ្ឋកិច្ចនៅអាស៊ីកំពុងប្រឈមមុខនឹងវិបត្តិអំណាចទិញធ្លាក់ចុះយ៉ាងខ្លាំងដែលបង្កជាសម្ពាធយ៉ាងធ្ងន់ធ្ងរទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈរបាយការណ៍ដដែលបានគូបញ្ជាក់ផងដែរថាវិបត្តិរចនាសម្ព័ន្ធដ៏ស្មុគស្មាញគឺជាឫសគល់នៃបញ្ហារួមមានការឈានចូលនៃសង្គមមនុស្សចាស់បំណុលគ្រួសារដែលហក់ឡើងជិត 90% នោះនៃផលិតផលក្នុងស្រុកសរុប GDP និងការបាត់បង់សមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិជាងនេះទៅទៀតនោះអស្ថិរភាពនយោបាយរ៉ាំរ៉ៃបានក្លាយជាឧបសគ្គរារាំងដល់ការវិនិយោគខណៈដែលវិស័យរថយន្តនិងការផលិតដែលធ្លាប់ជាមោទនភាពជាតិកំពុងបាត់បង់ឥទ្ធិពលជាលំដាប់អនុទានទើបតែប្រកាសថ្មីបិទព្រំដែនជាមួយកម្ពុជាដាច់ខាតបើទោះបីជាថ្មីម្សិលមិញនឹងឯងទូតជប៉ុនប្រចាំកម្ពុជាថាឲ្យប្រទេសទាំងពីរនេះបើកព្រំដែនឡើងវិញទៅដោយសារតែអីប៉ះពាល់ទៅដល់ក្រុមហ៊ុនខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនជប៉ុននោះបាទត្រូវដឹកគ្រឿងបន្លាស់មួយចំនួនចូលកម្ពុជាក៏ប៉ុន្តែបើវៀងវាចាយលុយច្រើនបាទអញ្ចឹងទេគាត់ស្នើសុំឲ្យមានការបើកក្រុមហ៊ុនបើកព្រំដែនឡើងវិញទៅវាប៉ះពាល់ទៅដល់ក្រុមហ៊ុនជប៉ុនអញ្ចឹងទេវាអាចប្រឈមទៅនឹងការដូរទិសដៅទីតាំងទៅវៀតណាមឬក៏ឥណ្ឌូនេស៊ីជាដើមទៅអានោះបើសិនជាគេទ្រាំបានណាប្រិយមិត្តទន្ទឹមនឹងការព្រួយបារម្ភលើបញ្ហាសុវត្ថិភាពនិងការប្រកួតប្រជែងពីប្រទេសជិតខាងវិស័យទេសចរណ៍របស់ថៃនៅតែស្ថិតក្នុងភាពសពេចសពិលនៅឡើយបើធៀបនឹងកម្រិតមុនពេលមានវិបត្តិជំងឺរាតត្បាតជាចុងក្រោយ Financial Times បានផ្ដល់ជាទស្សនៈប្រមានថាប្រសិនបើគ្មានការធ្វើកំណែទម្រង់រចនាសម្ព័ន្ធឲ្យបានស៊ីជម្រៅនិងការបង្កើតក្បាលម៉ាស៊ីនសេដ្ឋកិច្ចថ្មីទេនោះប្រទេសថៃនឹងត្រូវប្រឈមមុខនឹងការធ្លាក់ចុះសេដ្ឋកិច្ចកាន់តែដុនដាបបន្ថែមទៀតក្រុមអ្នកសេដ្ឋកិច្ចបានសង្កត់ធ្ងន់ថាប្រសិនបើស្ថានភាពនៅតែបន្តបែបនេះស្លាកឈ្មោះជាមនុស្សឈឺនៃអាស៊ីឬក៏អ្នកជំងឺនៅអាស៊ីនោះនេះនឹងមិនមែនត្រឹមតែជាការប្រមាននោះឡើយប៉ុន្តែវាអាចនឹងក្លាយជាការពិតដ៏ជូរចត់ដែលថិតថេរយូរអង្វែងសម្រាប់ប្រទេសថៃនេះគឺជាអ្វីដែល Financial Times បានលើកឡើងថាប្រទេសថៃគឺជាមនុស្សឈឺនៃអាស៊ីបច្ចុប្បន្នណាមិនមែនជាខ្លាសេដ្ឋកិច្ចនៅអាស៊ីទៀតនោះទេដែលថៃតែងតែប្រមាថមើលងាយកម្ពុជាប្រជាពលរដ្ឋខ្មែរក្រកន្លះប្រទេសនោះឥឡូវនេះអ្នកមានត្រូវបានគេប្រសិទ្ធនាមថ្មីគេហៅថាមនុស្សឈឺនៅអាស៊ីហើយពេលនេះបាទកុំបន្ទោសបង្អាប់អ្នកក្រឬក៏ប្រទេសដទៃក៏ប៉ុន្តែពួកថៃនេះមិនថាតែប្រជាពលរដ្ឋសូម្បីតែអ្នកនយោបាយអីមួយចំនួនដែលមានចំណេះដឹងជ្រៅជ្រះហ្នឹងក៏និយាយបបាច់បបោចដែរប្រិយមិត្តហើយដោយលោកសៀអាសាណោសតថាប្រាសាទម៉ែអីមិនម៉ាប្រវត្តិសាស្ត្រអីនោះគឺយើងដឹងហើយនេះគឺជារឿងដែលសារព័ត៌មានដ៏ល្បីល្បាញ
បាន Financial Times គេចុះផ្សាយអញ្ចឹងមនុស្សឈឺនៃអាស៊ីបាទមនុស្សឈឺនៅអាស៊ីឈឺមែនហ្នឹងប្រិយមិត្តឈួតគ្រប់តែគ្នាតែម្ដងប្រទេសថៃសង្គមថៃប្រជាពលរដ្ឋថ្នាក់រដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីរហូតទៅដល់កម្ពុជាលើស្ថាប័នលើប្រិយមិត្តស្ដេចថៃឯនោះបាទឈឺគ្រប់តែគ្នាហ្នឹងមិនអញ្ចឹងសតិអារម្មណ៍ផ្សេងចង់បានដីខ្មែរខ្លាំងពេកចង់បានប្រាសាទខ្មែរបាទដល់ផោផងដេកយល់សពយល់សងអានោះគឺសង្គមថៃពួកកង្កែបខ្នន់ដូងបាទ Ultra Extremism នេះគឺជាដំណឹងមួយផ្នែកទៅឥឡូវសូមនិយាយពាក់ព័ន្ធទៅនឹងដំណឹងដល់ប្រពៃដ៏ល្អតែម្ដងប្រិយមិត្តអើយគឺលោកខាស៊ីបាណែតគាត់ទៅសង្ហបុរីពាក់ព័ន្ធទៅនឹងការធ្វើសមយុទ្ធអាវុធយុទ្ធភ័ណ្ឌបាទហើយក៏បានប្រាប់តាមបណ្ដាញសង្គមថាអាមេរិកសម្រេចបើកភ្លើងខៀវលក់អាវុធយុទ្ធភ័ណ្ឌឲ្យកម្ពុជាឡើងវិញក្រោយផ្អាកអស់ជាច្រើនឆ្នាំចឹងទេរបបប្រវត្តិសាស្ត្រថ្មីសូមshareជាបន្តប្រិយមិត្តពុកម៉ែបងប្អូនកម្ពុជាហក់ឡើងហើយចឹងទេមានលុយទិញមកអាវុធណាដែលអាចការពារដែនអាកាសបានដើម្បីទប់ទល់ទៅនឹងសង្គ្រាមទី3បើសិនជាថៃវាយកម្ពុជាណាប្រិយមិត្តរឿងនេះសូមនិយាយបន្តិចទៅចោះក្នុងរបបនយោបាយនិងសន្តិសុខដ៏មានសារៈសំខាន់កាលពីថ្ងៃទី3កុម្ភៈ2026ម្សិលមិញនេះប៉ុន្តែលោកខាស៊ីបាណែតគាត់ទើបតែបង្ហោះថ្ងៃហ្នឹងថ្ងៃទី4កុម្ភៈប្រិយមិត្តក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានសម្រេចលុបចោលជាផ្លូវការនៅរាល់ការហាមឃាត់ចុងក្រោយចំពោះការលក់អាវុធមកឲ្យព្រះរាជាណាចក្រកម្ពុជាការសម្រេចចិត្តនេះមិនត្រឹមតែជានិមិត្តរូបនៃការពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្ររបស់អាមេរិកចំពោះកម្ពុជានោះទេប៉ុន្តែវាក៏ជាសក្ខីភាពបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យយោធារវាងប្រទេសទាំងពីរផងដែរការបើកផ្លូវនេះនឹងអនុញ្ញាតឲ្យកម្ពុជានេះមានលទ្ធភាពពេញលេញក្នុងការបញ្ជាទិញបច្ចេកវិទ្យាការពារជាតិទំនើបក៏ដូចជាបរិការបច្ចេកទេសឈានមុខគេពីសហរដ្ឋអាមេរិកបងធំលេខ1តែម្ដងដើម្បីអីពង្រឹងសមត្ថភាពការពារជាតិឲ្យកាន់តែរឹងមាំជាពិសេសនោះខ្ញុំសូមសំណូមពរបាទទិញប្រព័ន្ធការពារដែនអាកាសពីអាមេរិកមកអាមេរិកនឹងឲ្យខ្ញុំទុកចិត្ត 100% តែម្ដងបាទបច្ចេកវិទ្យាអាមេរិកណាលោកខាស៊ីបាណែតក៏បានជួបពិភាក្សាដោយផ្ទាល់ជាមួយបណ្ដាក្រុមហ៊ុនអាកាសចរនិងក្រុមហ៊ុនផលិតអាវុធធំៗរបស់អាមេរិកក៏បំណងចម្បងនៃជំនួបនេះគឺដើម្បីជំរុញនិងលើកទឹកចិត្តដល់ការផ្គត់ផ្គង់ផលិតផលដែលមានគុណភាពខ្ពស់និងបច្ចេកវិទ្យាជាន់ខ្ពស់មកកាន់ទីផ្សារកម្ពុជាក៏សូមអរគុណទៅដល់លោកខាស៊ីបាណែតផងដែរដែលបានខំបាទជួយនិយាយពិភាក្សាពាក់ព័ន្ធទៅនឹងការលក់អាវុធណាទំនើបមានប្រសិទ្ធភាពគុណភាពឲ្យកម្ពុជាប្រិយមិត្តអរគុណគាត់ម្នាក់មួយមកដែលវានឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការគ្រប់គ្រងដល់ស្ថិរភាពសន្តិសុខជាតិនិងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការវិនិយោគលើវិស័យបច្ចេកវិទ្យាកិច្ចសហប្រតិបត្តិការថ្មីនេះត្រូវបានគេមើលឃើញថាជានិមិត្តរូបនៃសក្តានុពលថ្មីក្នុងការផ្លាស់ប្ដូរទំនាក់ទំនងយោធានិងពាណិជ្ជកម្មរវាងកម្ពុជានិងមហាអំណាចអាមេរិកឲ្យឈានទៅដល់កម្រិតខ្ពស់មួយបន្ថែមទៀតបាទបន្ទាប់ពីយើងប្រកាសចូលជាសមាជិកសន្តិភាពក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតីដូណាល់ត្រាំមកចឹងទេអាមេរិកប្រកាសឲ្យកម្ពុជាអាចទិញអាវុធយុទ្ធភ័ណ្ឌទំនើបពីអាមេរិកបានហើយក៏ប៉ុន្តែអាវុធមួយចំនួនដូចជាយន្តហោះ F-35 អីផ្សេងនោះគេមិនលក់ឲ្យទេប្រិយមិត្តអើយមុននឹងលក់ឲ្យនឹងគេសិក្សាអំពីប្រទេសនឹងសិនថាតើយ៉ាងម៉េចយ៉ាងម៉ាដោយប្រទេសថៃរកទិញ F-35 នោះក៏អាមេរិកមិនលក់ឲ្យដែរចឹងទេយើងអាចទិញអាឡម៉ាក់ល្មើមដែលអាចការពារដែនអាកាសយើងបានណាប្រិយមិត្តចឹងទេទិញមកបើមិនបានមធ្យមឬក៏ធំអីទេទិញអាតូចអ្វីដែលអាចទិញការពារដែនដីអធិបតេយ្យភាពកម្ពុជាបានណាអញ្ចឹងទេយើងឲ្យគុណភាពទៅសហរដ្ឋអាមេរិកទៅចោះបាទយើងជឿជាក់ទៅលើផលិតផលអាមេរិកមិនអញ្ចឹងប្រិយមិត្តជឿទុកចិត្តអាមេរិកកម្រិតណាដែរចំពោះអាវុធយុទ្ធភ័ណ្ឌដោយសារតែបច្ចុប្បន្នអាមេរិកឈរលេខ1បាទជាមហាអំណាចលើគេតែម្ដងអញ្ចឹងទេនេះគឺជាដំណឹងពីនឹងសម្រាប់ជម្រាបចែកជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជាពេញចិត្តចំពោះការអត្ថាធិប្បាយនៅវីដេអូនាយប់នេះពាក់ព័ន្ធទៅនឹងដំណឹងថៃคล้ายខ្លួនជាអ្នកជំងឺនៅអាស៊ីបាទកាលពីមុនគេហៅថាខ្លាសេដ្ឋកិច្ចនៅអាស៊ីឥឡូវនេះស្បៃតែម្ដងបាទខំវាយកម្ពុជាទៅឥឡូវវៀតណាមចិត្តវាដាច់ប្រទេសថៃហើយខ្ញុំជឿជាក់ថាវៀតណាមមិនយូរមិនឆាប់ទេឆ្នាំហ្នឹងប្រកាសណាស់នឹងវាដាច់ប្រទេសថៃហើយប្រទេស chip semiconductor ទើបតែធ្វើបានថ្មីប្រទេសឃើញព្រៀងនៅសមុទ្រដោយអាមេរិករុករឹកឲ្យនោះហើយលោកតាឡាំបានបដិញ្ញាថានឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់វៀតណាមឡើងទៅដល់10%ឯណោះនេះគឺជាដំណឹងខ្លះៗ / ចប់តែប៉ុណ្ណេះកុំភ្លេច share ផងអរគុណច្រើនបងប្អូនទាំងអស់គ្នា